ក្តីនេះអាត្មានឹកឃើញដល់ព្រាហ្មណ៍ម្នាក់គាត់ទទួលស្គាល់ថាជីវិតត្រូវតែស្លាប់ញាតិញោមគាត់ទទួលស្គាល់អញ្ចឹងថាកើតមកត្រូវតែស្លាប់ប៉ុន្តែរឿងមួយគាត់អត់សុខចិត្តត្រង់ថាគាត់មិនចង់ឲ្យសាកសពរបស់គាត់នឹងច្រឡុកច្រឡំជាមួយអ្នកស្លាប់មុនទេអញ្ចឹងចង់ឲ្យទីតាំងដែលកប់សពគាត់ទីតាំងដែលបូជារូបកាយគាត់នឹងគឺបរិសុទ្ធគឺបូជាកន្លែងណាកប់កន្លែងណាដែលមិនធ្លាប់មានអ្នកស្លាប់មិនធ្លាប់មានអ្នកស្លាប់ពីមុនមកទៅស្វែងរកទីតាំងកុំឲ្យលោកច្រឡុកច្រឡំជាមួយអ្នកមុនមានណាញាតិញោមមានកន្លែងណាដែលវាអត់ធ្លាប់មានអ្នកស្លាប់មានណានឹងអត់មានទេអញ្ចឹងគាត់ស្វែងរកស្វែងចុះស្វែងឡើងទៅសួរអ្នកភូមិនោះក៏គេថាកន្លែងហ្នឹងធ្លាប់មានអ្នកស្លាប់ពីសម័យនេះពីសម័យនោះហើយដូចស្រុកយើងសង្គ្រាមមិនដឹងប្រមាណចំនួនបើយើងរកកន្លែងដែលមិនធ្លាប់មានអ្នកស្លាប់មិនធ្លាប់មានអ្នកកប់មិនធ្លាប់មានអ្នកដុតហ្នឹងដូចជារកមិនបានសម្បីវត្តអាត្មាកន្លែងដុតខ្មោចមិនដឹងប្រមាណកន្លែងមកតាំងពីអាត្មាដឹងក្តីមកទួលកន្លែងណាចាស់ទៅដុតកន្លែងនោះឯងនាំនេះទៅដុតទៅបូជាហ្នឹងហើយកន្លែងព្រះវិហារហ្នឹងក៏កន្លែងដុតខ្មោចពីដើមកន្លែងកត់គ្រូបង្រៀនសពថ្ងៃក៏កន្លែងដុតខ្មោចពីដើមអញ្ចឹងក្នុងវត្តអាត្មាហ្នឹងគ្រាន់តែវត្តអាត្មាមួយហ្នឹងគឺដុតលង្សោះអត់ហើយក្នុងវត្តហ្នឹងដុតខ្មោចហ្នឹងណាអញ្ចឹងឯងបរិសុទ្ធទីតាំងទឹកដីណាដែលមិនធ្លាប់មានសាកសពហ្នឹងអាចបើមិនសាកសពមនុស្សក៏សាកសពសត្វដែរមិនអញ្ចឹងណាញាតិញោមគោក្របីចិញ្ចក់ណាចិនលេនអីហ្នឹងវាងាប់ពេញតែផែនដីហ្នឹងហើយសាកសពសត្វសាកសពមនុស្សអញ្ចឹងរកទីតាំងឲ្យបរិសុទ្ធអត់បានពេលមួយព្រាហ្មណ៍ហ្នឹងក៏បានចូលទៅដល់អាស្រមបទអាស្រមតាបោះមួយហ្នឹងហើយក៏បានសំណះសំណាលតាបោះនឹងក៏បានសួរថាមនាលព្រាហ្មណ៍អ្នកទៅណាមកណាហើយមានការអីព្រាហ្មណ៍នឹងឆ្លើយថាមករកទីតាំងដែលបរិសុទ្ធមិនធ្លាប់មានអ្នកណាគេយកសាកសពទៅដុតទៅកប់កន្លែងហ្នឹងដើម្បីប្រាប់សិស្សគុណឲ្យបានដឹងថាពេលដែលព្រាហ្មណ៍ហ្នឹងទទួលមរណភាពហ្នឹងឲ្យយកសពព្រាហ្មណ៍ហ្នឹងទៅដាក់កន្លែងហ្នឹងចឹងតាបោះហ្នឹងក៏បានរៀបរាប់ថាមនាលព្រាហ្មណ៍ទីតាំងដែលមិនធ្លាប់មានសាកសពទាំងសត្វទាំងមនុស្សដែលស្លាប់នៅលើទីតាំងផែនដីហ្នឹងមិនមានឡើយណាមិនមានឡើយមនាលព្រាហ្មណ៍ការស្លាប់នៅកន្លែងណាការស្លាប់នៅទីណាកប់នៅកន្លែងណាបូជានៅកន្លែងណាមិនសំខាន់ទេតាបោះប្រាប់ចឹងឯការសំខាន់គឺថាមុននឹងស្លាប់តើអាត្មាអញបានធ្វើសេចក្តីល្អហើយឬនៅឃើញទេមុននឹងស្លាប់ហ្នឹងតើអាត្មាអញបានធ្វើសេចក្តីល្អហើយឬនៅបានធ្វើទានហើយឬនៅបានរក្សាសិលហើយឬនៅបានចម្រើនសមថកម្មដ្ឋានភាវនាហើយឬនៅនេះជារឿងសំខាន់រីឯការស្លាប់ថ្ងៃណាខែណាក្នុងអាយុប្រមាណហើយសាកសពនោះត្រូវកប់នៅកន្លែងណាត្រូវដុតកន្លែងណានោះមិនជាការសំខាន់ឡើយព្រោះកន្លែងហ្នឹងយើងស្ដាប់បានទេញោមស្ដាប់តន់ហ្នឹងហើយអញ្ចឹងគឺស្លាប់ក្នុងអាយុប៉ុណ្ណាដូចអ្នកគ្រូចម្ប៉ាហ្នឹងស្លាប់នៅទីណាដុតនៅឯណាកប់នៅឯណារហូតដល់យកធាតុទៅដាក់នៅកន្លែងណាចេតិយណាវត្តណាមិនជាការសំខាន់ឡើយហ្នឹងហើយអស់លោកខ្លះប្រកាន់តាំងពីនៅរស់ប្រាប់កូនប្រាប់ចៅថាបើអញស្លាប់ទៅកុំយកឆ្អឹងអញទៅដាក់នៅវត្តនេះវត្តនោះអញស្អប់វត្តនេះវត្តនោះណាប៉ុន្តែស្រុកនេះមិនចឹងទេណាហ្នឹងរហូតដល់ប៉ុណ្ណេះទៅទៀតណែម្ដាយស្លាប់មុន
nâng phơi chặt đầy mùi đã thiệt mà đai đuổi hơi cài máu ấu làm mùi tiệt côn bị phía xa kia thả dưỡng dục ấu đại na côn pha thắng đạo cho mùi mai tư thế đạm bàn thì càng cận ở rút luôn nè là hồn lái cận vầy cái này không chặt đầy nâng tiệt chân cái này đi vô khóc hơi pe slap hơi ọt miên vầy cái này ấy cả thiệt thế vầy ban từ nâu ruột thế bị pro ấy bị pro nơi tay chẳng vầy cái này mày cả con chân ban tới sầm ma sam put và ông sầm đai tha ạ chạy răng vẹt tay giang cài giáo bắt thở vâng ạ thì sẽ thân chột thổ à pe tạ về nhiên nào nị rạt thăng vẹt cả lần cả răng cài ní mình nơi du bần bàn lại tại miền về nhiên từ pra hơi chia cài cứ kì bỏ bóng cháu con được đi sẵn cọt nơi lửa phản đấy đôi chia ẩn cọt ốc rụp rồi cháu biên lại chân để tơ tam cho mùi nẹ làm nó miên từ pi quất nhiệt nhóm cứ bòn mùi bạp mùi chân tê bòn của sò đại để kêu chùm pa hay nè bụng mà đai từng song khang sạch nhiệt từng o để bàn phơi hơi cần lòng mau nâng ngày đi nâng bàn to từ tiền nô giang na sùng nè kêu từ tua bàn nơi ắt thạ thông nơi nhập hòl đại sạch nhiệt bụng mà đai bàn phơi chun chụp từ xe xoan mây sông nè kêu bàn mình chơi tập cằn sau cái tệ phúc còn bay khliêng khliết khai chia bạc cà rạ bát tây lại sông ạ đồng mô tình đi